សុស្ដីពុកម៉ែបងប្អូនអ្នកគ្នាបាទថ្ងៃនេះគឺយើងមកមើលចំការចន្ទីនៅខាងតាយ៉ាច់ចិត្តពលានយន្តហោះសៀមរាបបាទអញ្ចឹងការដាំដំណាំចន្ទីគឺពិតជាត្រូវការទៀមទាយកចិត្តទុកដាក់មើលថែតាំងពីគល់រហូតដល់ចុងត្រួយបាទអញ្ចឹងនៅក្នុងរដូវកាលនេះគឺជាពេលវេលាដែលយើងត្រូវមើលថែត្រួយចន្ទីបាទអញ្ចឹងបើសិនជាត្រួយចន្ទីរបស់ពុកម៉ែបងប្អូនចេញមកមានសភាពល្អបែបនេះហើយកុំភ្លេចយើងមើលថែទាំវាកុំឲ្យមានដង្កូវឬក៏សត្វល្អិតផ្សេងៗហ្នឹងវាស៊ីអញ្ចឹងកាលណាដែលត្រួយចន្ទីរបស់យើងបាត់បង់ឬក៏ត្រូវបានរំខានដោយសត្វល្អិតផ្សេងៗនោះការចេញផ្កាចេញក្តាប់ចេញផ្លែក៏វាថយទៅតាមនឹងដែរបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់បានផលិតផលយកទៅប្រើប្រាស់ទៅលើការកម្ចាត់ដង្កូវកម្ចាត់សត្វល្អិតអាចជ្រើសរើសយកតពីឃាតសម្រាប់បាញ់លើដំណាំចន្ទីពុកម៉ែបងប្អូនបានអរគុណច្រើន